ពេលដែលបងធ្វើការផ្នែក research ផ្នែកអី administrative assistant ធ្វើ content ធ្វើអីគឺបងមានអារម្មណ៍ថាវាអត់មានសម្ពាធយើងធ្វើរយៈពេល1ឆ្នាំកន្លះជាងហើយដែលខ្ញុំធ្វើការងារហ្នឹងហើយអត់មានសម្ពាធហើយយើងធ្វើការដោយភាពសប្បាយចិត្តជំរាបសួរអ្នកនរគ្នាអញ្ចឹងស្វាគមន៍មកវិញមកកាន់ Paragon IU Knowledge Talk Season 2 Episode 8អញ្ចឹងថ្ងៃនេះដែរគឺខ្ញុំមានជាមួយនឹងវាគ្មិនកិត្តិយសរបស់យើងគឺបងបូរ៉ាស៊ីសៀអញ្ចឹងបងតើបងអាចintroduce ខ្លួនឯងទៅកាន់ទស្សនិកជនរបស់យើងបានអត់ អូខេជំរាបសួរសួស្តីអ្នកគ្នានាងខ្ញុំឈ្មោះសៀបូរ៉ាស៊ីសប្តាហ៍នេះជាសិស្សនិស្សិតឆ្នាំទី3សិក្សាជំនាញធនាគារនិងហិរញ្ញវត្ថុមកពីសាកលវិទ្យាល័យអន្តរជាតិ Paragon និងមុខជំនាញមួយទៀតគឺសាស្ត្រអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេសឬក៏ហៅកាត់ថា IFL ចឹងថ្ងៃនេះដែរគឺយើងនាំមកនៅ topic មួយថ្មីទៀតដែលយើងគិតថាអ្នកនរគ្នាប្រកាសជាមានចំណាប់អារម្មណ៍តាក់ទងជាមួយនឹងការស្វែងរកការងារនៅក្នុងទីផ្សារសប្តាហ៍ថ្ងៃអញ្ចឹងវាគ្មិនរបស់យើងគាត់នឹងចែករំលែកបទពិសោធន៍របស់គាត់ដែលគាត់បានជួបប្រទះផ្ទាល់ថាសប្តាហ៍ថ្ងៃនេះគឺមានបញ្ហាអីគេខ្លះហើយក៏វាមានគុណសម្បត្តិឬក៏ hint អ្វីដែលអាចជួយអ្នកនរគ្នាបានអញ្ចឹងសំណួរបន្ទាប់សម្រាប់បងនោះគឺថាបងតើសប្តាហ៍ថ្ងៃហ្នឹងបងអាចប្រាប់ទស្សនិកជនយើងស្រួលៗបានអត់ថាបងមានទូនាទីអីគេខ្លះនៅខាងក្រៅពីទូនាទីបងជាសិស្សានុសិស្សអូខេចឹងទូនាទីក្រៅពីសិក្សាឬក៏សិស្សានុសិស្សហ្នឹងគឺបងមានទូនាទី3ដែលទី1ហ្នឹងគឺជា administrative assistant ឬក៏យើងហៅកាត់ថាជាជំនួយការផ្នែករដ្ឋបាលនៅ department នៃធនាគារនិងហិរញ្ញវត្ថុនៅប្រចាំ Paragon យើងហើយមួយទៀតជាគ្រូបង្រៀនក្រៅម៉ោងជាលក្ខណៈឯកជននៅផ្នែកនៅលើមុខវិជ្ជាគណិតវិទ្យានិងរូបវិទ្យានិងមួយទៀតគឺជាអ្នកសិក្សាស្រាវជ្រាវនិងការអ្នកវិតម្លៃ analyst អ្នកវិភាគទៅលើពាណិជ្ជកម្មនិងការធ្វើទីផ្សារអីផ្សេងៗទៀតអូអញ្ចឹងមិនត្រឹមតែបងជាសិស្សានុសិស្សដែលរៀនពីសាកលទេបងមានការងារច្រើនទៀតអញ្ចឹងពិតជាគួរឲ្យស្ញប់ស្ញែងខ្លាំងមែនតើអញ្ចឹងបងអាចប្រាប់ទស្សនិកជនយើងបានអត់ថានៅពេលដែលបងចាប់ដើមស្វែងរកការងារនៅដំបូងឬក៏សម្រាប់ចិត្តថាអូខេដល់ពេលវេលាដែលខ្ញុំត្រូវរកការងារហើយបងយកអត្តាអីគេខ្លះយកមកពិចារណាដើម្បីមុននឹងសម្រាប់ចិត្តធ្វើអ្វីមួយអូខេចឹងសម្រាប់កត្តាដែលជំរុញនឹងធ្វើឲ្យបងមានការងារហ្នឹងគឺដំបូងហ្មងគឺបងសួរខ្លួនឯងសិនថាតើបង ready នៅរួចរាល់នៅក្នុងការទទួលយកនៅអ្វីដែលថ្មីក្រៅពីការសិក្សានៅហើយយើងខ្លួនឯងងាកសួរថាតើយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើការនៅមានកម្លាំងកាយមានអាហារផ្លូវចិត្ត mentality និង physically ទាំងផ្លូវកាយផ្លូវចិត្តនឹងមានសុខភាពល្អក្នុងការទទួលយកនៅអីដែលថ្មីហើយនៅហើយយើងនឹងបើកចិត្តអីយកដែលថ្មីហើយនៅហើយបងសួរខ្លួនឯងទៀតថាតើហេតុអីបានជាបងត្រូវការងារហេតុអីបានជាបងហ៊ានសុកចង់ទៅការទៅអីចឹងយើងសួរខ្លួនឯងអញ្ចឹងចម្លើយគឺយើងតែងតែមានរៀងខ្លួនហើយហេតុផលចេះមួយចេះពីរអ្នកខ្លះចង់ធ្វើការដោយសារតែគាត់ចង់បានមានបទពិសោធន៍អ្នកខ្លះចង់ធ្វើការដោយសារតែគាត់ចង់មានដូចជាផ្នែកហិរញ្ញវត្ថុមួយក្រៅពីជាឯករាជ្យផ្ទាល់ខ្លួនក្រៅពីឪពុកម្ដាយអីចឹងអាចបង់សាលាខ្លួនឯងបានឬក៏អីបានចឹងកត្តាផ្សេងៗអស់ហ្នឹងគឺយើងត្រូវសួរខ្លួនយើងកាត់ចេញពីខ្លួនឯងសួរខ្លួនឯងអញ្ចឹងវាជំរុញឲ្យយើងទៅរកការងារនឹងដែរឬក៏ជាគោលដៅមួយដែលយើងចង់ខ្លាចជាការងារមួយដែលយើងចង់ធ្វើនៅថ្ងៃអនាគតឧទាហរណ៍ដូចបងអនាគតក៏បងចង់ខ្លាចជាសាស្ត្រាចារ្យឬក៏គ្រូបង្រៀនម្នាក់ដែរចឹងហើយបងចាប់ឱកាសក្នុងការធ្វើជាគ្រូបង្រៀនឯកជនចាប់ពីឥឡូវទៅយើងយកដកបាត់ពិសោធន៍វាអញ្ចឹងចឹងអាហ្នឹងនៅពេលដែលយើងហៅប្រភេទការងារពេលដែលយើងហៅប្រភេទការងារហើយយើងចាប់ដើមទៅមើលប្រភេទក្រុមហ៊ុនឬក៏កន្លែងដែលយើងធ្វើការយើងត្រូវវិភាគមើលយើងត្រូវតាមដានមើលថាតើកន្លែងធ្វើការរបស់យើងហ្នឹងតើគេចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវនៅគេសិក្សាស្រាវជ្រាវពីក្រុមហ៊ុនហ្នឹងថាមិនថា founder ជាអ្នកណាក្រុមហ៊ុនហ្នឹងគឺធ្វើកលកាយគេនៅក្នុងវិស័យអីគេទោះបីជាក្រុមហ៊ុនហ្នឹងគាត់ធ្វើសវនកម្មតែមួយមែនប៉ុន្តែគាត់អាចធ្វើជាវិស័យចំណីអាហារឬក៏វិស័យអីផ្សេងៗទៀតអញ្ចឹងអាហ្នឹងយើងត្រូវសិក្សាឲ្យអស់ហើយបន្តមកទៀតយើងត្រូវមើលដែរថាក្រុមហ៊ុនហ្នឹងតើវាស្ថិតនៅក្នុងស្តង់ដារកម្រិតមួយណាតើវាស្ថិតនៅក្នុងស្តង់ដារកម្រិតអន្តរជាតិឬក៏យ៉ាងម៉េចដែរអញ្ចឹងបើសិនជាវានៅក្នុងស្តង់ដារមួយដែលល្អឬក៏ធំអន្តរជាតិអញ្ចឹងយើងខ្លួនឯងនេះក៏យើងអាចអភិវឌ្ឍសមត្ថភាពខ្លួនឯងដល់កម្រិតស្តង់ដារនឹងដែរអញ្ចឹងនៅពេលដែលយើងរើសប្រភេទការងារប្រភេទក្រុមហ៊ុនណាយើងចាប់ដើមមើលមកពេលវេលាការងារដូចថាពេលការងារហ្នឹងការងារខ្លះគេតម្រូវឲ្យយើងធ្វើការកន្លះថ្ងៃឬក៏មួយថ្ងៃពេញចឹងយើងត្រូវមើលដែរថាយ៉ាងថាវាមានប៉ះពាល់ដល់ម៉ោងការសិក្សាយើងអត់ហើយបើសិនជាប៉ះពាល់តើយើងត្រូវស្កេស្រង់មិនឬក៏ប្រភេទការងារហ្នឹងគឺជាប្រភេទការងារក្រៅម៉ោងធ្វើពេលណាក៏បានដូចបងអញ្ចឹងគឺការងារបងទាំង3ហ្នឹងគឺការងារក្រៅម៉ោងទាំងអស់គឺធ្វើពេលណាក៏បានអញ្ចឹងវាធ្វើឲ្យបងមានភាពងាយស្រួលក្នុងការធ្វើការអញ្ចឹងបងជ្រើសរើសប្រភេទការងារបែបហ្នឹងនៅពេលដែលយើងជ្រើសការងារទាំងអស់ហ្នឹងហើយយើងលៃលកយើងគិតមើលចំណុចទាំង3ហ្នឹងហើយយើងគិតមើលវិភាគខ្លួនឯងថា
តាមមួយណាទាំង3ហ្នឹងវាផ្ដល់គុណសម្បត្តិនិងអត្ថប្រយោជន៍អីខ្លះដើម្បីឲ្យយើងអភិវឌ្ឍខ្លួនឯងព្រោះយើងធ្វើការយើងគឺធ្វើដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងចឹងយើងត្រូវមើលថាវាផ្ដល់គុណសម្បត្តិយ៉ាងម៉េចក្នុងន័យយ៉ាងម៉េចឲ្យយើងចឹងបើសិនជាវាផ្ដល់គុណសម្បត្តិក្នុងន័យជាជំនួយហិរញ្ញវត្ថុឲ្យយើងធ្វើបានយើងធ្វើយើងឆ្លៀតបានយើងឆ្លៀតវាផ្ដល់លក្ខណៈថាជាការឲ្យបទពិសោធន៍មួយទៅបីជាយើងបានប្រាក់ខែច្រើនឬក៏មិនច្រើនតែវាបានបទពិសោធន៍មួយអានឹងយើងធ្វើទៀតយើងដកដោយសារអីការងារនេះអនាគតយើងចង់ធ្វើណាវាអញ្ចឹង បាទអញ្ចឹងដូចបងបានបរិយាយមកអញ្ចឹងថានៅក្នុងទីផ្សារការងារមួយនៅខាងវិស័យមួយជាក់ស្ដែងដូចវិស័យហិរញ្ញវត្ថុដែលបងបានលើកឡើងអញ្ចឹងមានសវនកម្មមានខាងពន្ធដារមានខាងគណនេយ្យវិនិយោគទុនហើយជាច្រើនទៀតអញ្ចឹងតើបន្ទាប់ពីយើងយកកត្តាមួយចំនួនមិញដែលបងបានប្រាប់ហ្នឹងយកទៅគិតពិចារណារួចរាល់ហើយអញ្ចឹងយើងបន្តនៅ step មួយទៀតតើយើងធ្វើមិនបានយើងដឹងថាអូខេអាជីពមួយនេះវាធំធៅសម្រាប់ខ្ញុំគួរតែ pursue ឬក៏ខ្ញុំគួរតែធ្វើការមួយនឹងដែលធ្វើទៅគឺវាត្រូវសម្រាប់សមត្ថភាពខ្ញុំអូខេចឹងសម្រាប់ការដឹងថាការងារនោះត្រូវមួយយើងឬក៏មិនមើលយើងគឺយើងចាប់ផ្ដើមreflect បន្តិចទៅមើលអត្តចរិតរបស់យើងទី1ទី2 reflect តិចទៅមើលទម្លាប់របស់យើងហើយនៅមួយទៀតយើង reflect ទៅលើថាអារម្មណ៍យើងនៅកំពុងតែធ្វើការហ្នឹងហ្មងចឹងបងសូម explain មួយទី1 reflect ទៅលើអាយ៉ាប័តហើយនឹងចរិតរបស់យើងហ្នឹងគឺមិនចឹងការបងការនៅវិទ្យាល័យបងមិនមែនសិស្សបកាយទេប៉ុន្តែបងចិត្តរបៀបថាប្រយោជន៍បងដោយសារបងរៀនគួរបានជ្រៅជាងឬក៏នៅនេះចឹងបងប្រយោជន៍មិត្តភក្តិបងអ្នកអង្គុយចិត្តបងអញ្ចឹងទៅបងមានអារម្មណ៍ថាបងចិត្តបរៀនគេបងចិត្តប្រយោជន៍គេប្រយោជន៍ថាហេតុផលអីបានអានឹងវាអញ្ចឹងវាបានមកពីណាបងឲ្យគេយល់ពីហេតុពីនឹងផលអញ្ចឹងចាប់ដើមអញ្ចឹងបងចាប់ដើមថាអូខេវិស័យមួយនេះខ្ញុំចាប់អារម្មណ៍អញ្ចឹងនៅពេលដែលបងធ្វើការផ្នែក research ផ្នែកអី administrative assistant ធ្វើ content ធ្វើអីគឺបងមានអារម្មណ៍ថាវាអត់មានសម្ពាធយើងធ្វើរយៈពេល1ឆ្នាំជាង1ឆ្នាំកន្លះជាងឯងដែលខ្ញុំធ្វើការងារហ្នឹងហើយអត់មានសម្ពាធហើយយើងធ្វើការបានដោយធម្មតាធ្វើការដោយភាពសប្បាយចិត្តវាដូចថាយើងធ្វើទៅយើង feel sense of សប្បាយចិត្តវាមិនអញ្ចឹងវិញអានោះជាការយើងដឹងថាការងារនឹងយើងសប្បាយចិត្តអញ្ចឹងសរុបជារួមមកលុះត្រាតែយើងសប្បាយចិត្តនឹងការងារហ្នឹងយើងពេញចិត្តនឹងការងារហ្នឹងនៅពេលដែលយើងធ្វើទៅអត់ដឹងខ្លួនថាហត់ទេអត់ដឹងទេដោយសារពេលឃើញលទ្ធផលមកយើងពេញចិត្តនឹងលទ្ធផលហ្នឹងអញ្ចឹងបន្តទៅ process បន្តទៀតអញ្ចឹងនៅពេលដែលយើងអូខេយើងដឹងហើយថាយើងគួរគិតពិចារណាស្វែងរកពីក្រុមហ៊ុនស្វែងរកពីចំណង់ចំណូលចិត្តរបស់ខ្លួនយើងក៏បានដៅទុកដែរថាអូខេខ្ញុំចង់ធ្វើការខាងផ្នែកនេះអញ្ចឹងបន្តមួយទៀតគឺជាក់ស្ដែងគឺយើងស្វែងរកឱកាសការងារមួយហ្នឹងអញ្ចឹងនៅក្នុងអាជីពនៅក្នុងទីផ្សារការងារសប្តាហ៍ថ្ងៃហ្នឹងគឺមានការប្រកួតប្រជែងខ្លាំងមែនទែនអញ្ចឹងនៅពេលដែលបងចេញស្វែងរកការងារដំបូងគឺបងបានប្រើវិធីអីគេដើម្បីជួយឲ្យបងទទួលបានជោគជ័យនៅក្នុងការជាប់ការងារនឹងបានអូខេអញ្ចឹងចង់បញ្ជាក់ផងដែរថាការក្រៅការងារក្នុងនេះវា competitive ប៉ុន្តែគ្រាន់ថាយើងត្រូវធ្វើជាមនុស្សឧទាហរណ៍ក្នុងចំណោមមនុស្ស100នាក់យើងត្រូវខ្លាចទៅជាមនុស្សម្នាក់ដែល smart គឺមនុស្សម្នាក់ដែលឆ្លាតឲ្យចេះចាប់ឱកាសនិងចេះធ្វើ personal branding ណែនាំខ្លួនឯងទៅកាន់សង្គមវិញហ្នឹងអញ្ចឹងឧទាហរណ៍ដូចថាពេលដែលយើងចូលប្រកួតឬក៏ការចូលអីផ្សេងៗនៅក្នុងសង្គមតាមរយៈការ volunteer អីផ្សេងៗអញ្ចឹងហ្នឹងគឺជាឱកាសដែលយើងបង្ហាញសមត្ថភាពចូលនៅក្នុងសង្គមអញ្ចឹងការងារមួយយើងត្រូវដាក់ core value ថាយើងគឺជាមនុស្សបែបម៉េចដូចគ្នាថាអូខេខ្ញុំមិនមែនជាមនុស្សម្នាក់ដែលកន្លះខែធ្វើការអីព្រួយពីដៃទេគឺ detail oriented ខ្ញុំយកទៅដាក់ bring energize bring idea bring creativity អញ្ចឹងយើងត្រូវមាន core value យើងត្រូវដឹងពីខ្លួនឯងអញ្ចឹងបន្ទាប់មកទៀតនៅពេលដែលយើងចូលប្រកួតយើងចូល volunteer អញ្ចឹងយើងចាប់ផ្ដើមបង្ហាញវាចូលក្នុងសង្គមអញ្ចឹងវាចាប់ផ្ដើមធ្វើ personal branding ហើយមួយទៀតយើងចាប់ផ្ដើមបង្ហាញទៅក្នុង social media platform យើងដែរដោយសារតែសម័យនេះគឺជាសម័យដែលបច្ចេកទេសបច្ចេកវិទ្យាលឿនមែនតើអញ្ចឹងឱកាសនៅក្នុងការបង្ហាញសមត្ថភាពយើងតាមរយៈ social media ក៏នេះដែរសំខាន់យើងចេះប្រើវាអត់ឧទាហរណ៍ដូចជាការយើងជាប់ប្រកួតមួយយើងផុសដាក់ LinkedIn ទៅអូខេខ្ញុំចំណាយពេលរយៈពេល10អាទិត្យសប្តាហ៍សម្រាប់ការធ្វើប្រកួតនេះទីបំផុតខ្ញុំបានឈ្នះអញ្ចឹងយើងដាក់ caption អីតិចតួចយើងផុសខ្លួនឯងតិចតួចទៅហើយពេលដែលយើងចូលកម្មវិធីអីផ្សេងអីអញ្ចឹងទៅយើង share តិចទៅបើយើងឃើញខ្លួនឯងកាន់ពានកាន់អីឬក៏ឈ្នះអីតិចតួចអញ្ចឹងយើង share តិចទៅដើម្បីបង្ហាញគេថាអូខេកូននឹងចូលកម្មវិធីហ្នឹងហើយកម្មវិធីហ្នឹងវាចែកមើលទៅកូននឹងចែកអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមបង្ហាញខ្លួនឯងនៅក្នុងសង្គមហ្នឹងយើងចាប់ផ្ដើមធ្វើ personal branding វាចាប់ផ្ដើមមានឱកាសមួយហើយអញ្ចឹងដូចបងអញ្ចឹងទោះបីជាបងអត់នេះក៏មានគេ contact បងឲ្យបងធ្វើការដែរដោយសារគេស្គាល់បងថាបងជាអ្នកណាការងារបងមិនរបៀបសមត្ថភាពបងមិនអញ្ចឹងអាហ្នឹងមួយទី2យើងត្រូវ smart ដើម្បី make connection មានន័យថាយើងរបៀបថាយើងចេះយើងមានសមត្ថភាពយើងអភិវឌ្ឍសមត្ថភាពហើយយើងត្រូវចេះ
ប្រើភាសាការនិយាយរបស់យើងដើម្បីតាក់ទងមនុស្សអញ្ចឹងដូចគ្នាដែរបងលើកទឹកចិត្តឲ្យមនុស្សគ្រប់គ្នាឬថាយុវជនយើងគឺចូលកម្មវិធីប្រកួតឲ្យច្រើនដូចបងអញ្ចឹងបងសូមណែនាំថាបងទៅឈ្នះ CFA ការពីរដូវកាល6នេះហើយជា runner up first runner up yes ហើយយើងក៏មានឱកាសចូលទៅក្នុងជា networking event មួយជាមួយនឹងអ្នកផ្នែកអីគេផ្នែកហិរញ្ញវត្ថុអីផ្សេងៗចូលហ្នឹងគឺបងចូលទៅដល់ក្នុងរយៈពេលកម្មវិធីគេប្រហែលជា3 4 2 3ម៉ោងគឺពេល3ម៉ោងហ្នឹងគឺបងចូលទៅដល់គឺបងដើរនិយាយគេមួយគេគ្រប់គ្នាហ្មងគឺពេលថាយើងចាប់ដើម make connection ទៅសួរគេថាអូខេ hello បង my name is Burasi I'm from this អញ្ចឹងខ្ញុំសួរថា where you work at or what is their job អញ្ចឹងយើងចាប់ដើម make connection អញ្ចឹងគេចាំយើងមួយថាអូខេកូននេះចេញមកចេះរូបរាងតាក់ចេះ make connection អីចឹងអញ្ចឹងនៅពេលដែលគេស្គាល់យើងមានគេស្គាល់យើងគេចាប់ដើមតាមដានសមត្ថភាពយើងគេដឹងថាយើងមានសមត្ថភាពហើយគេដឹងថាយើងមាន connection តាមរយៈការយើងនិយាយនោះទៀតបន្ទាប់មកមួយទៀតគឺការបងក៏ទទួលបានការងារហ្នឹងគឺតាមរយៈបងជឿថាការងារសប្តាហ៍ថ្ងៃក្នុងទីផ្សារស្រុកខ្មែរយើងហ្នឹងក៏មានការផ្សព្វផ្សាយច្រើនដែរឧទាហរណ៍ដូចជាបងសុំណែនាំបណ្ដូលគឺជាប្រភេទ start up មួយដែលខ្ញុំអត់ដឹងថាណាគេនេះអត់ទេតែបណ្ដូលគឺជា start up មួយដែលគាត់ណែនាំពីប្រភេទការងារច្រើនមែនតើដែលមានទាំងក្រៅម៉ោងក្នុងក្រៅម៉ោងពេញម៉ោងអីចឹងទៅហើយគាត់បានផ្សព្វផ្សាយទាំងអស់តាំងពី TikTok Facebook អីចឹងគឺគាត់ផុសរហូតអង្គបងតាមដានហើយយើងក៏អាចមើលផ្សេងៗទៀតបានដូចជា LinkedIn ហើយនៅបងធំ app អីផ្សេងៗទៀត website ទៀតយើង search តាមហ្នឹងទៅបែបចឹងទៅគឺយើងអាចឃើញឱកាសហើយឧទាហរណ៍មួយទៀតនៅពេលដែលយើងកំណត់ការងារហ្នឹងហើយយើងចាប់ដើម search យើងចាប់ដើមឃើញអូខេកន្លែងនេះមានការងារនេះដែលយើងចង់បានមានចឹងដូចបងបូរ៉ាស៊ីគាត់បានប្រាប់អ្នកនរគ្នាចឹងគឺស៊ីសំទៅលើការប្រើប្រាស់ប្រព័ន្ធ technology សពថ្ងៃដោយសារសង្គមរបស់យើងក៏ដើរលឿនអញ្ចឹងវាស៊ីសំលើយើងថាយើងចេះប្រើបច្ចេកវិទ្យាដែលគេនាំមកឲ្យនឹងអត់ដូចជាការប្រើប្រាស់ LinkedIn ហើយនឹងគេហទំព័រផ្សេងៗនៅក្នុងបណ្ដាញសង្គម Facebook អញ្ចឹងដល់ពេលយើងនិយាយពីប្រព័ន្ធ digital ដូចគ្នាអញ្ចឹងសប្តាហ៍ថ្ងៃហ្នឹងប្រព័ន្ធ digital របស់យើងវាជឿនលឿនហើយអញ្ចឹងខ្ញុំចង់សួរបងថាតើបងគិតថាវាមាន specific skill អីគេដែលសិស្សានុសិស្សសប្តាហ៍ថ្ងៃហ្នឹងគាត់គួរតែរៀនបន្ថែមក្រៅម៉ោងក្រៅពីម៉ោងសិក្សាហ្នឹងដើម្បីជំរុញឲ្យគាត់មានសមត្ថភាពនៅក្នុងវិស័យការងារបងអូខេចុះដូចគ្នាមួយនឹងសិននោះមិនដែរដើម្បីយើងទទួលបានការងារហ្នឹងដើម្បីយើងជាប់ការងារហ្នឹងគឺយើងត្រូវមានពីរសំខាន់ធំទី1គឺ hard skill ទី2គឺ soft skill អញ្ចឹង hard skill ហ្នឹងគឺអ្វីដែលយើងថាយើងចេះយើងអីតិចតួចតាមរយៈការរៀនតាមរយៈការ volunteer អីចឹងនិយាយទៅពាក្យថារៀនមួយគឺមិនប្រកាសតែនៅក្នុងសាលាយើងអាចរៀនពីអីផ្សេងដែរការមើលមនុស្សក៏ជាការរៀនដែរមានន័យថាមើលរបៀបនៃការគេធ្វើការចង់ដឹងថាអូខេកូនហ្នឹងធ្វើការរបៀបម៉េចម្នាក់ហ្នឹងធ្វើការរបៀបម៉េចអូខេបងនេះធ្វើការម៉ត់ចត់យកស្ទុកដាក់របៀបគាត់ធ្វើការគាត់គឺចែកតាមតំណែងអញ្ចឹងយើងមើលតាមរបៀបគេរៀនអញ្ចឹងវាចូលជាលក្ខណៈមួយដែលថា learn ពីគេអញ្ចឹងណាយើងមក convert ទៅជាខ្លួនឯងហើយយើងបន្ថែមសមត្ថភាពលើខ្លួនឯងទៅលើ hard skill របៀបដែលយើងធ្វើការរបៀបដែលយើងអីចឹងទៅតែមកទៀតយើងត្រូវការ soft skill ដូចគ្នាព្រោះបើសិនជាយើងមានសមត្ថភាពហើយយើងអត់ចេះនិយាយភាសាថាយើងអត់ចេះណែនាំខ្លួនឯងចូលសង្គមណាក៏គេអត់ដឹងថាយើងមានសមត្ថភាពប៉ុណ្ណាដែរហើយមួយទៀតឧទាហរណ៍និយាយទៅពីរហ្នឹងគឺត្រូវការគ្នាហ្មងប៉ុន្តែដល់ពេលមួយទៀតឧទាហរណ៍បើសិនជាយើងមានតែ soft skill យើងចេះតែនិយាយសតតែយើងមានសមត្ថភាពទោះចង់មិនចង់ទៅពេលដែលយើងចូលសង្គមយើងទៅនិយាយមួយគេគេដឹងថាសមត្ថភាពយើងកម្រិតប៉ុណ្ណាហើយគេដឹងហ្មងហើយមួយទៀតគឺយើងអាចនិយាយមួយគេដល់កម្រិតមួយក្នុងថា topic ដែលស៊ីជម្រៅខ្លាំងឯងបើសិនជាយើងមានតែជំនាញទុនហ្នឹងអញ្ចឹងយើងត្រូវមានទាំងពីរមានទាំង soft skill ហើយ hard skill អញ្ចឹងយើងត្រូវអភិវឌ្ឍខ្លួនឯងពង្រឹងខ្លួនឯងហើយពង្រឹងរបៀបម៉េចពង្រឹងដោយយកឱកាសនៅក្នុងពេលរៀនហ្នឹងបើសិនជាយើងឡើងធ្វើ public ធ្វើ speaking បានយើងឡើងអញ្ចឹងវាពិបាកយើងនិយាយមួយមិត្តភក្តិយើងបានដំបូងខ្លះជាមនុស្សអៀនអញ្ចឹងយើងចាប់ដើមនិយាយមួយមិត្តភក្តិយើងអាហ្នឹងក៏វាហាត់ពុកពង្រឹងសមត្ថភាពយើងដែរហើយនឹងមួយទៀតឧទាហរណ៍ជំនាញ hard skill យើងគឺយើងអាចពង្រឹងបានតាមរយៈការធ្វើ research ច្រើនជាងមុនការអានជាងមុនអីចឹងទៅ hard skill ហើយនិង soft skill ហ្នឹងវាសំខាន់ប៉ុន្តែវាក៏ដល់ជាប់ជាមួយនឹងមួយទៀតដែលគេហៅថា qualifications candidate ដែរយើងត្រូវឆ្លាតជាមនុស្សម្នាក់ដែល humble ដែលដាក់ខ្លួនក៏ប៉ុន្តែក៏ជាមនុស្សម្នាក់ដែលហ៊ានហើយក៏ជាមនុស្សម្នាក់ដែលរបៀបថាដូចថាជាមនុស្សដែលអាច teachable បានគឺជាភិតធុដូចថាមនុស្សតកលកៅអញ្ចឹងអា qualification យើងជាខ្លួនឯងនេះនៅពេលដែលគេឃើញយើងមកអូថាគេឃើញយើងថាអូខេគេដឹងមកថាយើងគឺជាមនុស្សម្នាក់ដែលដាក់ខ្លួនគឺជាមនុស្សម្នាក់ដែលអាចបង្រៀនបានគឺជាមនុស្សម្នាក់ដែលជាតកលកៅដែលគេអាចនេះបានអញ្ចឹងទោះបីជាយើងអត់មាន soft skill ទោះបីជាយើងអត់មាន hard skill អ្នក connect គេដែលគេមើលមកយើងហ្នឹងគេថាអូខេកូននេះខ្ញុំអាចរៀនបានចេះមិនចេះក៏ខ្ញុំអាចយកចូលក្រុមហ៊ុនបានដែរដោយសារអីគាត់
គាត់អាចទៅបានហើយគាត់គឺជាមនុស្សម្នាក់ដែលដាក់ខ្លួនអញ្ចឹងខ្ញុំអាចបណ្ដោះគាត់បានអញ្ចឹងយើងក៏អាចមានឱកាសដែរអញ្ចឹងបើសិនជាយើង stir អីមួយទេយើងអាចបន្ថែមនៅ qualification ជា core value របស់យើងវិញអញ្ចឹងដោយសារឥឡូវយើងបាន express ច្រើនហើយតាក់ទងពីដំណើរក្នុងការស្វែងរកការងារហើយវិធីសាស្ត្រកលឹះផ្សេងៗដែលសិស្សានុសិស្សគួរតែយល់ដឹងមុននឹងឈានចូលទៅក្នុងទីផ្សាររបរការងារអញ្ចឹងណាអញ្ចឹងយើងឈានទៅដល់ process វិញអញ្ចឹងខ្ញុំចង់សួរបងថានៅពេលដែលបងចាប់ផ្ដើមការងារបងដំបូងតើបងបានជួបប្រទះទៅលើបញ្ហាអីគេខ្លះបានប្រឈមទៅលើបញ្ហាអីគេខ្លះហើយបង overcome បញ្ហាទាំងអស់ហ្នឹងដោយរបៀបណាអូខេចឹងបញ្ហាដំបូងដែលបងជួបហ្នឹងគឺរយៈពេល1ឆ្នាំខ្ទង់1ឆ្នាំមុនហ្នឹងគឺនៅពេលដែលបងចាប់ផ្ដើមធ្វើការភ្លាមៗហ្នឹងគឺចូលការដែលចែកដល់អីគឺបែកតែការងារបងហ្នឹងគឺបានតំណគ្នាគឺមួយខែចឹងបានភ្លាមៗចឹងពេលបងប្រឈមមុខខ្លាំងដោយសារតែយើងធ្លាប់តែរៀនយើងអត់ដែលខ្វល់ពីការងារធ្វើការហើយការធ្វើការយើងអត់ចាំបាច់គ្រូប្រាប់ថាធ្វើអីគឺយើងធ្វើខ្លួនឯងគឺយើងអ្នកបញ្ជាខ្លួនឯងយើង responsible ខ្លួនឯងអត់មានអ្នកគេប្រាប់យើងទេអញ្ចឹងពិបាកហ្នឹងគឺពិបាកខ្លាំងមែនតើហ្នឹងគឺយើងអត់ទាន់ចេះចែកពេលវេលាអញ្ចឹងមួយឆ្នាំមុនហ្នឹងគឺបងអត់មានពេលសម្រាប់ខ្លួនឯងអត់មានពេលសម្រាប់មិត្តភ័ក្តិដែលនិយាយថាគេស្ដាប់ទៅគឺយើងអត់មានពេលសម្រាប់ភាពជាយុវវ័យយើងណាព្រោះថាវ័យគឺវ័យពេញសប្បាយប៉ុន្តែយើងអត់មានពេលសម្រាប់ចឹងវិញយើងវាថាវាមិនអត់សប្បាយទេគ្រាន់ថាវាមិនសប្បាយដូចគេដោយសារពីចាំដល់សុកដល់អាទិត្យហ្នឹងគឺយើងនៅមុខកុំព្យូទ័រធ្វើការដាច់យប់រហូតហើយនឹងផលអាមួយទៀតហ្នឹងគឺគេងអត់លក់វាថាដូចថាយើងធ្វើការដល់យប់ជ្រៅអញ្ចឹងណាយើងបងរៀនដល់ម៉ោង8កន្លះ9ហ្នឹងអញ្ចឹងចាប់ដើមធ្វើការក៏វាយឺតដែរហើយនៅរៀនអញ្ចឹងយើងអត់ទាន់ចេះ balance អាហ្នឹងគឺពិបាកខ្លាំងមែនតើអញ្ចឹងតាំងគេងក៏យប់ជ្រៅហើយសំបីតានិយាយថាវាអត់ balance ណា academic យើងក៏វារៀង fall តាមហ្នឹងអីតាមហ្នឹងអញ្ចឹងវាពិបាកខ្លាំងមែនតើសម្រាប់បងអាពេលដំបូងហ្នឹងតែដល់ពេលបន្ទាប់ពីនេះហើយបងអត់ចង់នៅអញ្ចឹងទៀតបងធ្វើការដដែលប៉ុន្តែបងចាប់ផ្ដើម overcome those challenge ហ្នឹងតាមរយៈការចែកពេលវេលាវិញចែកមួយថាបងបង្កើតជា doc មួយហើយក្នុង doc ហ្នឹងបងចែកជា6 doc ធំទៀតហើយក្នុងនោះមានដូចជា Paragon បងដាក់ថាឈ្មោះ Paragon IFL ការងារនៅ AA នៅ department យើងហ្នឹងហើយនឹងការងារ tutor ហើយនឹងមួយទៀត researcher ហើយនឹងមួយទៀត others ដែល other ហ្នឹងជាការចូល competition អីផ្សេងថ្ងៃស្អែកធ្វើការ deadline homework នេះ assignment នេះបងរ៉ាច់បងទុកអស់ពេលបងបានភ្លាមបងទុកក្នុងដកនឹងទាំងអស់អញ្ចឹងបង keep track អញ្ចឹងតែ keep track គឺបងមួយខែម្ដងគឺធ្វើក្នុងមួយខែហ្នឹងការងារមកក្នុងមួយខែហ្នឹងគឺតែនៅក្នុងមួយខែហ្នឹងឯងបើធ្វើសោះគឺលើកទៅខែក្រោយអញ្ចឹងបងវិលជុំរហូតបានមួយខែអញ្ចឹងពេលសម្រួលការងារបងច្រើនខ្លាំងមែនតើបងមានពេលច្រើនជាងមុនបងគេងបានច្រើនជាងមុនសូម្បីតែ academic បងក៏វារៀងឡើងជាងមុនហើយនិយាយទៅគឺវារៀង balance ជាងមុនណាវាយើងនឹងមានពេលមួយប្រភេទយើងមានពេលសប្បាយយើងមានភាពជាយើងទាំងសប្បាយយើងនឹងធ្វើការដូចចឹងជាចុងក្រោយដែលខ្ញុំចង់ recommend ឬក៏ផ្ដល់ជាដំបូន្មានដល់អ្នកដែលគាត់ចង់ធ្វើការងារដូចខ្ញុំនិយាយស្រាប់ចឹងថាយើងកំណត់គោលដៅការងារអីហើយអស់ហើយយើងមាន qualification អីធំក្រោយអស់ហើយខ្ញុំចង់ឲ្យមានភាពមួយទៀតគឺឲ្យលះវាថាចិត្តឲ្យហ៊ានណាវាថានិយាយខ្មែរគេថាឲ្យសឿងបន្តិចព្រោះអីបើសិនជាយើងអត់ហ៊ាននៅក្នុងការទទួលយកអីដែលថ្មីយើងអត់ហ៊ាននៅក្នុងការសាកល្បងការងារហ្នឹងទេទោះបីជាការងារហ្នឹងវាអំណោយផលទាំងក្រុមហ៊ុនប្រភេទការងារឬក៏អំណោយផលទាំងពេលវេលាឲ្យយើងណាតែចិត្តយើងអត់សឿងយកហ៊ានទទួលនៅក្នុងការឬក៏ដាក់ apply ក្នុងការងារហ្នឹងទេគឺសុខចិត្តហ៊ានហត់តិចរបៀបអញ្ចឹងណាដើម្បីមិនក៏ដោយដើម្បីពេលដែលយើងយុវវ័យហ្នឹងយើងបានទាំងសប្បាយហើយយើងអាចអភិវឌ្ឍសមត្ថភាពខ្លួនឯងរហូតដល់កម្រិតមួយដែលវាថាអស់ពីសមត្ថភាពយើងយើងប្រឹងឲ្យអស់របៀបអញ្ចឹងយើងត្រូវហ៊ានហត់ហ៊ានអីហ៊ានឆ្លៀតហើយមួយទៀតគឺត្រូវចិត្តឲ្យសឿងតិចតែប៉ុណ្្នឹងឯងបាទអញ្ចឹងអេពីសូតរបស់យើងគឺឈានមកដល់ទីបញ្ចប់ហើយអញ្ចឹងសរុបជារួមមកបើសិនជាយើងសម្រេចចិត្តថាយើងនឹងឈានចូលថាចង់បានការងារធ្វើដោយវាគ្មិនរបស់យើងគាត់បានបញ្ជាក់អញ្ចឹងគឺយើងត្រូវហ៊ានmake sacrifice យើងត្រូវមានការលះបង់ because ដូច quote ដែលគេនិយាយអញ្ចឹង no pain no gain អញ្ចឹងបើសិនជាយើងអត់លះបង់យើងអត់បោះបង់ភាពសប្បាយរីករាយឬក៏ខាតបង់ពេលវេលាមួយចំនួនយើងអត់ទទួលបានបទពិសោធន៍ពីការងារនឹងវិញទេហើយដូចវាគ្មិនយើងបានបកស្រាយអញ្ចឹងថាអ្វីដែលយើង learn ហ្នឹងគឺវាមានសារៈប្រយោជន៍ខ្លាំងមែនទែនទៅដល់អនាគតរបស់យើងអញ្ចឹងសូមអរគុណហើយសូមជម្រាបលាជួបគ្នានៅអេពីសូតក្រោយបាយបាយជាទីបញ្ចប់ខ្ញុំសូមអរគុណ Chashine Cambodia សម្រាប់ការឧបត្ថម្ភត្រេងចំពោះ podcast ថ្ងៃនេះ Cheers